គេខ្លះធ្លាប់និយាយថាកើតមកខ្លួនអាចមានសំណាងសូមនាំអ្នកទាំងអស់គ្នាមកមើលវីដេអូនេះមួយការពិតណាដែលកើតមកជាយើងរាល់ថ្ងៃហ្នឹងគឺយើងមានសំណាងក្នុង100លានសំណាងហើយចាហេតុអីបានខ្ញុំនិយាយចឹងអ្នកទាំងអស់គ្នាដឹងអត់គឺយើងបានចាប់ផ្ដើមមកជាមួយនឹងមិត្តភ័ក្តិយើងជាច្រើនបើនិយាយពីមេជីវិតឈ្មោលវិញចាគឺមិត្តភ័ក្តិរាប់លានក្បាលគឺបានស្លាប់បាត់នៅតែយើងម្នាក់គត់ដែលយើងអាចមកបង្កកំណើតបានព្រោះការបង្កកំណើតគឺមានតែមេជីវិតញីមួយនិងមេជីវិតឈ្មោលតែមួយក្បាលគត់ទើបមានការបង្កកំណើតចេញជាទារកមួយអញ្ចឹងថ្ងៃនេះនាំអ្នកទាំងអស់គ្នាមកមើលពីការបង្កកំណើតនិងភាពអស្ចារ្យរបស់យើងតែម្ដងចាអញ្ចឹងនេះគឺជាមេជីវិតឈ្មោលការបញ្ចេញមេជីវិតឈ្មោលម្ដងយ៉ាងហោចក៏ខ្ទង់20លានដែរអានឹងតាមលក្ខណៈគ្រប់គ្រាន់អញ្ចឹងមេជីវិតឈ្មោលជាច្រើនបានឆ្លងកាត់ទ្វារមាសទៅរុនមាត់ស្បូនស្ត្រីនេះគឺរុនមាត់ស្បូនស្ត្រីហើយនៅរុនមាត់ស្បូនស្ត្រីហ្នឹងគឺវាមានឧបសគ្គជាច្រើនដែលធ្វើឲ្យងាប់មេជីវិតនិងមេជីវិតដែលជាមិត្តភ័ក្តិយើងជាច្រើនហ្នឹងបានស្លាប់នៅកន្លែងហ្នឹងដូចគ្នាដែលវាស្លាប់ដោយសារតែសភាពនៃរំអិលមាត់ស្បូនស្ត្រីដូចជាអាស៊ីតពេកឬក៏បាសពេកមួយទៀតក៏វាអាចងាប់ដោយសារតែមេរោគនានាដែលកើតឡើងនៅមាត់ស្បូនឬក៏សភាពមាត់ស្បូននឹងក្តៅឬក៏មានឧបសគ្គរាំងស្ទះផ្សេងបន្ទាប់ពីឆ្លងកាត់នៅមាត់ស្បូនមានមេជីវិតឆ្លាស់ដែលជាមិត្តភ័ក្តិយើងនឹងក៏ស្លាប់ខ្លះទៅមានទៀតក៏ធ្វើដំណើរមកទៀតពេលដែលធ្វើដំណើរមកចូលដល់ប្រហោងស្បូននេះប្រហោងស្បូនណាចាគឺប្រហោងស្បូនហ្នឹងតួស្បូនហ្នឹងក៏វាមានឧបសគ្គជាច្រើននៅកន្លែងហ្នឹងដែរបើសិនជាប្រហោងស្បូនហ្នឹងមានការបង្ករោគរលាកស្រទាប់ស្បូនរលាកអីឬក៏មេជីវិតខ្លះអាយុខ្លីមិត្តភ័ក្តិយើងខ្លះរស់អត់បានយូរចាគុណភាពគាត់អត់បានល្អក្បាលវានឹងវាមានជំងឺអញ្ចឹងគឺស្លាប់នៅនឹងបដាទៀតចារហូតដល់ឆ្លងកាត់ប្រហោងស្បូនហ្នឹងហើយគឺចាប់ផ្ដើមចូលទៅបំពង់ដៃស្បូនអ្នកនរគ្នាបានឃើញទេអានេះចូលទៅដល់បំពង់ដៃស្បូនណាអញ្ចឹងចូលបំពង់ដៃស្បូននោះគឺវាមានឧបសគ្គទៀតចាខ្លះគឺវាត្រូវតែមានងាប់នៅនឹងបដារហូតតាមផ្លូវហ្នឹងអញ្ចឹងនៅក្នុងបំពង់ដៃស្បូនហ្នឹងគឺមានស្រទាប់ស្ដើងដូចស្ដើងដូចប្រម៉ោលអញ្ចឹងហ្នឹងគឺជាស្រទាប់ស្ដើងរបស់ស្បូនដែលអាចឲ្យមេជីវិតឈ្មោលនេះឆ្លងកាត់បន្ទាប់ពីនៅកន្លែងហ្នឹងគឺយើងជួប1/3នៃមេជីវិតញីបាញ់មិញហ្នឹងពេលដែលជួបមេជីវិតញីហើយគឺសបកពងញីគឺមានស្រទាប់ជាច្រើនមែនទែនទាល់តែចាក្បាលរបស់មេជីវិតឈ្មោលហ្នឹងចាគឺខ្លាំងទើបអាចទម្លុះនៅសបកពងញីបានអញ្ចឹងនៅកន្លែងហ្នឹងទាល់តែមេជីវិតឈ្មោលដែលមានកម្លាំងខ្លាំងក្លាចាប៉កែមែនតែនចាទើបអាចឆ្លងកាត់ត្រង់ចំណុចហ្នឹងបានទម្លុះសបកពងញីបានអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលមកវិញថាយើងប៉កែប៉ុណ្ណាយើងសំណាងប៉ុណ្ណាយើងអាចឆ្លងកាត់100,000លានឧបសគ្គចាហើយអាចមកជួបជាមួយនឹងមេជីវិតញីបានគឺយើងអស្ចារ្យហើយទើបមានការបង្កកំណើតនឹងកើតឡើងបានព្រោះពេលដែលមានមេជីវិតឈ្មោលនិងមេជីវិតញីជួបគ្នាហ្នឹងនេះកន្លែងនេះចាគឺអត់តន់ទម្លុះសបកពងញីបានដល់ឡើយទេឃើញមេជីវិតឈ្មោលបក់វិចហ្នឹងក្បាលវាហ្នឹងគឺបានទម្លុះទៅចាកំពុងតែទម្លុះទៅទម្លុះឆ្លងកាត់ពីមួយស្រទាប់នេះកំពុងទម្លុះទៅណាចាមួយស្រទាប់ជាមួយនឹងការបញ្ចេញនៅសារធាតុផ្សេងចេញពីក្បាលរបស់ spermatozoid ហ្នឹងទើបអាចទម្លុះសបកពងញីបានប៉ុន្តែករណីខ្លះការដែលទម្លុះចូលសបកពងញីបានហើយគឺវាអត់បានបញ្ចូលគ្នាទេបានន័យថាវាអត់មានការបង្កកំណើតកើតឡើងឬក៏វាអត់បានវិវត្តចាធ្វើស៊ីតូគេហៅថាធ្វើមីតូសដើម្បីពង្រីកកោសិកាខ្លួនទៅជាការលូតលាស់នៃទារកបានទេអញ្ចឹងអ្នកទាំងអស់គ្នាមកមើលនៅក្នុងរូបនេះវិញតើបន្តិចទៀតចាអាចមានការបង្កកំណើតកាត់ឡើងអត់គឺមានចានេះគឺចាប់ផ្ដើមធ្វើការបំបែកខ្លួនចាគឺធ្វើការបំបែកខ្លួនបន្ទាប់ពីការជួបគ្នារវាងមេជីវិតញីនិងមេជីវិតឈ្មោលបំបែកមិញអញ្ចឹងកាលណាចេញទៅជាចាកោសិកាបែបនេះហើយគឺយើងនឹងចាប់ផ្ដើមឃើញមានការបង្កកំណើតនៅក្នុងស្រទាប់របស់ស្បូនហើយកន្លែងនេះមានឧបសគ្គបន្តទៀតបើសិនជាស្រទាប់ស្បូនរបស់ស្ត្រីនឹងមិនល្អឬក៏ស្ដើងពេកឬក៏មានឧបសគ្គផ្សេងកន្លែងហ្នឹងក៏គេហៅតោងអត់ជាប់ឬក៏វាធ្លាក់ចេញមកវិញដែរអញ្ចឹងអានេះគឺកម្រាស់ស្បូនស្ត្រីក្រាស់
ទើបវាអាចមាន fertilization នឹងបានឬក៏មានការបង្កកំណើតកើតឡើងទៅបានអញ្ចឹងការបង្កកំណើតគឺនៅក្នុងប្រហោងស្បូនឬក៏តួស្បូនរបស់ស្ត្រីដែលមានស្រទាប់ក្រាស់ហ្នឹងគឺស្រទាប់អង្គដូម៉ែតនឹងតែម្ដងហើយវាត្រូវផ្គត់ផ្គង់ទៅដោយអរម៉ូនជាច្រើនចាដែលចិញ្ចឹមបែកបាច់ថែរក្សាឲ្យមានការវិវត្តនិងលូតលាស់ទៅជាកូនមកបានអញ្ចឹងចេញជាយើងមកហ្នឹងគឺវាអស្ចារ្យណាស់ចាគឺយើងសំណាងណាស់អញ្ចឹងកុំអន់ចិត្តនិងកុំតូចចិត្តថាខ្លួនឯងអត់ដៃអបអឲ្យខ្លួនយើងម្នាក់មួយហើយចុងបញ្ចប់ខ្ញុំក៏សូមផ្សាយវិចារឧបត្ថម្ភកម្មវិធីពីផលិតផល SCP ល្អបំផុតសម្រាប់ស្ត្រីមានទឹកអនាម័យប្រភេទព្យាបាលសេរ៉ូមនិងវីតាមីនស្ដារសុខភាពស្ថានភាពស្ត្រី